ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលពីវិធីឆាមីសូដែលជាមុខម្ហូបប្រចាំគ្រួសាររបស់នាងខ្ញុំណាបងប្អូនបងប្អូនទាំងអស់គ្នាអាចធ្វើញ៉ាំជាលក្ខណៈគ្រួសារជុំគ្នាក៏ឆ្ងាញ់ម្ហូបនេះជាទៅយើងនឹងស្រាប់បងប្អូនពិចារណាពីធ្វើនៅពេលរដូវបុណ្យទានចូលឆ្នាំភ្ជុំអញ្ចឹងសម្រាប់ទៅប្រគិនព្រះសង្ឃអញ្ចឹងណាប៉ុន្តែនាងខ្ញុំនឹកឃើញអញ្ចឹងក៏ចង់ធ្វើញ៉ាំជុំគ្រួសារដែរអញ្ចឹងធ្វើញ៉ាំជុំគ្រួសារក៏បានដែរឥឡូវកុំឲ្យខាតពេកយើងមកមើលគ្រឿងផ្សំមានដូចជាត្រចៀកក្រោបសាច់ខ្មៅសម្រាប់សាច់ខ្ញុំប្រើសាច់ជ្រូកជាមួយនឹងគ្រឿងក្នុងបងប្អូនគ្រឿងក្នុងខ្ញុំប្រើគ្រឿងក្នុងមាន់បងប្អូនដោយសារវានៅសល់ហ្នឹងទៅក៏ដាក់នឹងចូលមកទៅហើយបន្លែយើងប្រើជាមួយនឹងការ៉ុតស្ពៃក្តៅpuisនឹងខ្ទឹមប្រាំងយើងចាត់វាឲ្យម៉ត់តិចមកហើយជាមួយនឹងមីសូចាំបងប្អូនឥឡូវកុំឲ្យខាតពេកយើងមកមើលពីវិធីធ្វើយើងដាក់ខ្លាញ់ចូលក្តៅមកបងប្អូនចាំចាក់ខ្ទឹមចូលបន្ទាប់មកយើងធ្វើការបំពងឲ្យវាឈ្ងុយឡើងពងកន្លះតិចមកយើងដាក់សាច់ចូលបងចាឥឡូវឃើញថាវាឡើងរៀងពងកន្លះហើយខ្ទឹមឡើងឈ្ងុយហើយនេះខ្ញុំក៏ធ្វើការដាក់សាច់ជ្រូកចូលសម្រាប់ការដាក់សាច់ជ្រូកនេះយើងត្រូវកំតត់អាចដាក់គ្រឿងបងប្អូនយើងត្រូវកូរសាច់ជ្រូកនេះឲ្យវាចេញជាឆ្អាបឬក៏ចេញក្លិនឲ្យអស់សិនមកវាស្ងួតទឹកបន្តិចមកចាំយើងធ្វើការដាក់គ្រឿងដាក់អីចូលអញ្ចឹងវាឥឡូវវារៀងឆ្អិនល្មមហីខ្ញុំដាក់ជាមួយនឹងថ្លើមហើយនឹងនេះគេហៅថាកោះបងប្អូនគ្រឿងក្នុងមាន់នេះមានថ្លើមមានកោះមានបេះដូងអីចឹងទៅដាក់ចូលគ្នាមានអីបងប្អូនឆ្ងាញ់ម្យ៉ាងបាទហើយបញ្ជាក់តិចបងប្អូនសម្រាប់គ្រឿងក្នុងហ្នឹងបងប្អូនចង់ដាក់ឆាចូលទាំងស្រស់ហ្មងក៏បានណាប៉ុន្តែនៅនេះខ្ញុំស្រស់តែជា2នាទីហើយដើម្បីកាត់ជាតិឆ្អាបអញ្ចឹងណាចាឥឡូវយើងមកដាក់ម្រេចថែមមុនគេម្រេចនេះគឺដាក់ដើម្បីកាត់ជាតិឆ្អាបអានឹងផងដែរដាក់មុនគេហ្មងទៅតោះមកខ្ញុំដាក់ផ្សិតខ្មៅចូលបងប្អូនផ្សិតខ្មៅនេះគឺផ្សិតក្រៀមអញ្ចឹងណាចឹងយើងត្រាំទឹកវា4-10នាទីទៅយើងហាន់ទូចៗនេះខ្ញុំណាចាឥឡូវយើងមកដល់វគ្គផ្សំគ្រឿងបងប្អូនគ្រឿងផ្សំក្នុងផ្ទះបាយមានគេខ្លះបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តមកដាក់ម្សៅស៊ុបខ្នុរប៊ីចេងបន្តិចមកចាបន្ទាប់មកយើងដាក់ស្ករត្នោតដោយសារពួកដាក់ស្ករសក៏បានដែរដោយសារនេះខ្ញុំមានស្ករត្នោតផ្ទះស្រាប់នេះទៅខ្ញុំក៏ប្រើវាឡើងឆ្ងាញ់ម្យ៉ាងបងប្អូនអាស្ករនេះវាឆ្កឹះវាចង់ទៅទៀតបងរៀងបាក់មើលទីបងដោយសារនេះខ្ញុំកាន់ខ្លួនឯងមានដងថតអីអញ្ចឹងណាឥឡូវយើងមកដាក់ជាមួយនឹងទឹកត្រីទឹកស៊ីអ៊ីវប្រេងខ្យងបងប្អូនដំបូងហ្នឹងក៏មិនទាន់អាចដាក់រសជាតិរៀងដិតពេកបងប្អូនអាចដាក់បន្តិចសិនទៅបើខ្វះយើងអាចថែមតាមក្រោយបានតែមកលើវារៀងពិបាកកែបន្តិចណាបងឥឡូវយើងដាក់គ្រឿងហើយសាច់យើងក៏វារៀងឆ្អិនដែរអញ្ចឹងយើងដាក់ត្រចៀកកដោចូលមកតោះមកយើងធ្វើការកូរវាឲ្យចូលគ្រឿងចូលជាតិគ្នាបងចាគ្រាន់តែមើលប៉ុណ្ណឹងក៏ទំនងដែរបងគួរចង់ញ៉ាំអត់ឥឡូវយើងដាក់ប្រៃយូរឆ្អិនមុនគឺការ៉ុតហ្នឹងបងប្អូនអាចចិតមិនក្បានដែរតាមដែលគិតថាស្រួលសម្រាប់បងប្អូនអញ្ចឹងណានេះខ្ញុំចិតមានកាយអីខ្លះដោយសារយើងចង់ឲ្យវាឃើញមានម៉ូតស្អាតខ្លះអញ្ចឹងណាឥឡូវយើងដាក់ការ៉ុតចូលហើយយើងធ្វើការកូរឲ្យវារៀងសពតតិចមកចាំយើងដាក់បន្លែផ្សេងចូលបងប្អូនតែនេះខ្ញុំរៀងស្ទើបន្តិចលក់ហើយស្ទើសាបន្តិចខ្ញុំក៏ដាក់ម្សៅរ៉ូឌីថែមបន្តិចទៀតទៅម្សៅរ៉ូឌីម្សៅខ្នុរក៏បានដែរបងចាម្ហូបនេះគឺវារៀងចិត្តចុកបន្តិចប៉ុន្តែចុងក្រោយទទួលបានលទ្ធផលឆ្ងាញ់បងប្អូនសម្រាប់កូននេះក៏គាត់ចូលចិត្តដែរខ្ញុំជឿថាកូនតាមផ្ទះមួយគឺគាត់ចូលចិត្តដែរយើងដាក់បន្លែដែលយើងសល់ពីមុខmìnhចូលបងប្អូនស្ពៃក្តៅហើយនឹងខ្ទឹមប្រាំងដាក់ចូលហើយយើងកូរវាមកឆ្អិនត្រឹម 50% ទៅ 70% បានហើយកុំដាក់ដល់លួចពេកក៏វាឆ្ងាញ់ដែរវគ្គចុងក្រោយគឺយើងដាក់មីសួរបន្ទាប់មកយើងធ្វើការកូរវាឲ្យវាចូលចិត្តគ្នាបងប្អូននេះកូរដៃ2ទៅកុំកូរតិចខ្ញុំដោយសារខ្ញុំដៃមួយខាងកាន់កាមេរ៉ាអញ្ចឹងទៅមួយខាងទៀតក៏វាមើលទៅរៀងពិបាកភ្នែកបន្តិចអញ្ចឹងណាតែដោយសារយើងចង់ថតឲ្យបានពេញទៅយើងក៏ចិត្តទ្រាំបន្តិចអញ្ចឹងបងប្អូនទ្រាំមើលតិចទៅអីទេតែបានរសជាតិឆ្ងាញ់អញ្ចឹងឥឡូវយើងកូរហើយចូលជាតិគ្នាហើយបងប្អូនយើងធ្វើការភ្លុកម្ដងទៀតទៅបើគិតថាល្មមសមរម្យហើយចាចុងក្រោយគេគឺយើងដាក់រោយស្លឹកខ្ទឹមយកហ្មងទឹកខ្ទឹមនេះបងប្អូនអាចគ្រាន់តែដាក់ឲ្យកូរមកត្រឡប់បិទភ្លើងក៏បានដែរឥឡូវខ្ញុំចង់ដាក់ម្ទេសថែមតិចទៀតនឹងថែមម្ទេសឯកសាច់10-20គ្រាប់ទៅវាឆ្ងាញ់យ៉ាងហ្នឹងឯងមានតែប៉ុណ្្នឹងបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតមកដល់ចប់សូមបងប្អូនកុំភ្លេចជួយចុច like subscribe និង share វីដេអូរបស់បងប្អូនមួយផងណាដើម្បីទទួលបានវីដេអូបន្តទៀតនៅពេលក្រោយបាយបាយជូនបងប្អូនទាំងអស់គ្នារកទទួលទានមានបានគ្រប់គ្នា